បាទជាដំបូងខ្ញុំសូមជម្រាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបបំលែងមុំពី degree ទៅមុំរ៉ាត់យ៉ងហើយមួយទៀតគឺយើងបំលែងពីមុំរ៉ាត់យ៉ងទៅ degree វិញដោយការប្រើម៉ាស៊ីនកាត់លេខបាទអញ្ចឹងដំបូងគឺយើងត្រូវបើកម៉ាស៊ីនកាត់លេខយើងសិនយើងចុច on បាទហើយបើយើងចង់សំណួរទី1គឺយើងចង់បំលែងពីមុំ degree ទៅរ៉ាត់យ៉ងអញ្ចឹងយើងត្រូវបដូរកាស show របស់យើងនេះឲ្យទៅជារ៉ាត់យ៉ងសិនអញ្ចឹងជាទូទៅកាស show ដែលយើងបើកទៅយើងឃើញថាវាលោតជា degree ទេដោយសារវាមានអក្សរ D នេះគឺមានថា degree បាទអញ្ចឹងខ្ញុំសូមបដូរទៅជា degree ទៅជារ៉ាត់យ៉ងសិនអញ្ចឹងខ្ញុំចូលកន្លែងចុច shift បាទហើយបន្តមកទៀតខ្ញុំចុចកន្លែង setup បាទអញ្ចឹងបងប្អូនឃើញមានលេខ1លេខ2លេខ3ហើយលេខ4បាទអញ្ចឹងយើងយកកន្លែងលេខ2គឺ unique angle unique បាទអញ្ចឹងខ្ញុំចូលចុចលេខ2ហើយបន្តមកទៀតយើងមើលមាន3វាមានលេខ1គឺ degree ទី2គឺ rad yon ទី3គឺgradient អាហ្នឹងក៏ជាຂະຫນາດមុំដែរអញ្ចឹងយើងចូលលេខ2ព្រោះយើងចង់បាន rad yon អញ្ចឹងយើងចូលលេខ2ទៅបាទអញ្ចឹងយើងឃើញថាការ show របស់យើងបដូរមកជា rad yon ហើយបន្តមកខ្ញុំសំណួររបស់យើងទី1នេះគឺ A នេះគេឲ្យយើងបំលែងមុំ60 degree ទៅជាមុំ rad yon បាទអញ្ចឹងខ្ញុំសូមចុច60បាទខ្ញុំសូមចុច60ហើយបន្តមកទៀតខ្ញុំត្រូវដាក់60នេះគឺដាក់60 degree ដើម្បីឲ្យវាបំលែងទៅ rad yon បាទអញ្ចឹងខ្ញុំចុចកន្លែង option នេះហើយបន្តមកខ្ញុំយកត្រង់ចំណុចលេខ2គឺ angle unit បាទហើយបន្តមកខ្ញុំចុចលេខ1ព្រោះយើង60 degree ចុចលេខ1ទៅបាទអញ្ចឹងបាន60 degree ហើយបន្តមកខ្ញុំចុចសញ្ញាស្មើបាទអញ្ចឹង60 degree បើយើងបំលែងមកមុំរ៉ាត់យ៉ងគឺបានផាយលើ3បាទហើយសំណួរ B នេះគឺ18 degree បាទអញ្ចឹងកាលនេះខ្ញុំគ្រាន់តែចុចscroll មក edit វាបាទខ្ញុំដាក់ថាខ្ញុំលុប delete នេះខ្ញុំដាក់18 degree ទៅបាទអញ្ចឹងយើងចុចស្មើបាទអញ្ចឹងបានផាយលើ10អញ្ចឹងកន្លែងនេះខ្ញុំសូមបំពេញសិនមិញ60 degree គឺបាទផាយនៅលើបាទផាយនៅលើ3បាទ60 degree របស់យើងហើយ18 degree នេះគឺផាយនៅលើ10បាទហើយ C គឺ36 degree បាទអញ្ចឹងធ្វើដូចមិញដែរគឺខ្ញុំត្រូវdelete សិនហើយខ្ញុំដាក់36ទៅហើយស្មើអញ្ចឹងវាបានផាយលើ5បាទយើងទៅសេទៅបានផាយលើ5បាទហើយសំណួរ D គឺ230 degree បាទអញ្ចឹងខ្ញុំចុចថាខ្ញុំដាក់230ទៅចុចស្មើអញ្ចឹងវាបាន23ផាយលើ18ផាយលើបាទ18បាទនេះគឺជាការបំលែងមុំពីមុំ degree ទៅរ៉ាត់យ៉ងហើយសំណួរទី2របស់យើងគឺគេចង់ឲ្យយើងនឹងបំលែងមុំពីមុំរ៉ាត់យ៉ងទៅ degree បាទយើងបានដឹងថាមុំដែលគិតជារ៉ាត់យ៉ងគឺមានជាប់ផាយបាទផាយរ៉ាត់យ៉ងបាទអញ្ចឹងដើម្បីនេះបានបំលែងទៅជា degree យើងចុចកន្លែង set up នេះសិនបាទហើយបន្តមកយើងចុចកន្លែងលេខ1វិញបាទអញ្ចឹងយើងមើលកាស show របស់យើងនេះគឺនៅជាប់ຂະຫນາດមុំរ៉ាត់យ៉ងនេះអក្សរ អញ្ចឹងដើម្បីបំលែងពីរ៉ាត់យ៉ងមក degree យើងត្រូវបដូរវាមក
decoration បាទអញ្ចឹងខ្ញុំចុចកន្លែង shift ទៅដល់មិញដែរហើយចុចកន្លែង set up ហើយបន្តមកខ្ញុំចុចកន្លែងលេខ2បាទលេខ2ហើយខ្ញុំយកលេខ1គឺ degrees បាទអញ្ចឹងកាសូរបស់យើងបានបដូរមក degree វិញហើយអញ្ចឹងខ្ញុំចុចផាយនៅលើ3បាទអញ្ចឹងដើម្បីចុចបានប្រភេទផាយលើ3យើងចុចកន្លែងប្រភេទនេះបាទហើយបន្តមកទៀតយើងត្រូវមើលមកក្រោមនេះយើងឃើញមានអក្សរផាយបាទហើយវាត្រូវនឹងពណ៌លឿងអញ្ចឹងដើម្បីបានផាយហ្នឹងយើងត្រូវចុច shift បាទហើយចុចកន្លែងនេះទៅបាទចុចនេះទៅវាចេញផាយបាទអញ្ចឹងបើយើងផាយនៅលើ3អញ្ចឹងយើងចុច scroll ចុះក្រោមហើយចុចលេខ3មកហើយបន្តមកយើងត្រូវដាក់រង្វាស់ຂະຫນាតហ្នឹងថាវាគឺជារ៉ាយ៉ងបាទអញ្ចឹងខ្ញុំចុចកន្លែង option ហើយខ្ញុំយកកន្លែងលេខ2បាទ angle unit ហើយខ្ញុំយកកន្លែងលេខ2នេះព្រោះលេខ2នេះវាជា all នេះបានថារ៉ាយ៉ងបាទអញ្ចឹងចុចលេខ2ទៅហើយសូមចុចសញ្ញាស្មើបាទអញ្ចឹងវាស្មើ60បាទអញ្ចឹង60នេះគឺ60 degree បាទអញ្ចឹងខ្ញុំសូមបំពេញមកគឺ60 degree ហើយសំណួរបន្តទៀត B នេះគឺឲ្យយើងបំលែង5ផាយលើ6បាទអញ្ចឹងខ្ញុំគ្រាន់តែចុចអាចថាម៉ៅscroll មកខាងឆ្វេងមកហើយខ្ញុំកែដាក់នេះថែមលេខ5មកបាទនេះលេខ5ហើយមកក្រោមនេះខ្ញុំលុបចេញខ្ញុំដាក់លេខ6វិញបាទហើយខ្ញុំចុចសញ្ញាស្មើទៅបាទអញ្ចឹងឃើញ150បាទអញ្ចឹងគឺបាន150បាទ degree បាទហើយ C គឺផាយលើ18បាទអញ្ចឹងខ្ញុំគ្រាន់តែចុចedit វាបាទ edit ចុចផាយហើយនេះខ្ញុំលុបចោលខ្ញុំដាក់បាទ18ទៅហើយស្មើអញ្ចឹងឃើញថាបាន10 degree បាទអញ្ចឹងបាន10 degree បាទហើយសំណួរ D 3ផាយនៅលើ20បាទអញ្ចឹងខ្ញុំចុចដូចមិញដែរបាទខ្ញុំចុចឡើងទៅលើសិនហើយយក3ហើយក្រោមនេះគឺបាទ20បាទហើយខ្ញុំចុចសញ្ញាស្មើបាទអញ្ចឹងវាបាន27 degree បាទអញ្ចឹងសរុបមកវិញនេះគឺជាការបំលែងមុំពី degree មករ៉ាត់យ៉ងហើយពីរ៉ាត់យ៉ងមក degree ដោយការប្រើ Casio បាទសូមអរគុណ